សបាយរំលោះនេះគឺជាចំណុចមួយបាទចំណុចមួយដែលកំពុងតែកើតឡើងច្រើនក្នុងសង្គមខ្មែរយើងតាក់ទងជាមួយនឹងការរំលោះបាទរំលោះឡានរំម៉ូតូរំលោះផ្ទះហ្នឹងហើយរំលោះសម្ភារៈប្រើប្រាស់ហ្នឹងហើយនេះចឹងមានន័យថាតើសួរថាការរំលោះវាខុសអត់ទេបាទការរំលោះហ្នឹងគឺជារឿងធម្មតាបើនៅអឺរ៉ុបនៅក្រៅប្រទេសនៅអឺរ៉ុបអីគេប្រហែលគេរំលោះគេមិនសូវទិញលុយសុទ្ធទេហ្នឹងហើយតែចុះនៅក្នុងស្រុកខ្មែរយើងតើវាអាចបង្កហានិភ័យអីណាតាក់ទងជាមួយនឹងការរំលោះនេះនៅក្នុងស្រុកខ្មែរយើងពេលខ្លះមានហានិភ័យច្រើនសម្រាប់ប្រជាជនដែលមានចំណូលទាបនិងចំណូលមធ្យមព្រោះអីនៅពេលដែលគាត់ការរំលោះពេលខ្លះវាអត់សមស្របវាអត់គេហៅអត់មានតរិយភាពជាមួយនឹងចំណូលរបស់ខ្លួនឯងដូច្នេះវាក៏បង្កបញ្ហាពេលខ្លះខ្ញុំឃើញបងប្អូនមានខ្លះគាត់ចំណូលគាត់ទាបទេនឹងការគាត់ចំណូលគាត់$300ក្នុងមួយខែអញ្ចឹងទៅប៉ុន្តែគាត់ហ៊ានរំលោះម៉ូតូរហូតដល់2ទៅ$3,000ហើយមួយខែគាត់អាចបង់គេសិតតែ150ណា100ទៅ150រាល់ខែហើយទាំងចំណូលគាត់មានតែ300ទេchứមិនថាគាត់អស់ពាក់កណ្ដាលបាត់ហើយហ្នឹងហើយអញ្ចឹងគាត់ត្រូវការហូបចុកទៀតនោះបាទត្រូវការចំណាយនឹងគ្រួសារចំណាយកូនរៀនទៀតនោះចុះមិនគ្រប់ទេហ្នឹងហើយដូច្នេះពេលខ្លះធ្វើឲ្យការរំលោះមួយហ្នឹងឡូននៃការរំលោះហ្នឹងវាខូចឬក៏ស្អុយហ្នឹងហើយដល់ព្រោះអីគេគាត់មិនអាចយកលុយទៅបង់រំលោះបន្តទៀតលើអ្វីដែលគាត់បានរំលោះហ្នឹងហើយអញ្ចឹងធ្វើឲ្យបំណុលកាន់តែកើនឡើងអ្នកខ្លះមិនត្រឹមរំលោះតែមួយរំលោះតាមម៉ូតូឡើយដល់រំលោះដល់អីគេបាទរំលោះទៅដល់ម៉ូតូផងទូរស័ព្ទផងហ្នឹងហើយអ្នកខ្លះរំលោះដីទៀតហ្នឹងហើយមានថាគាត់រំលោះសបាយរំលោះហ្មងខ្ញុំសុំទោសនិយាយថាសបាយរំលោះហ្មងសបាយរំលោះទាំងអត់បានមើលកញ្ចប់ចំណូលផងគាត់តើវាអាចស៊ីគ្នាអត់វាអាចទប់ទល់អត់ហើយពេលខ្លះយើងត្រូវគិតថាបញ្ហាវិបត្តិសេដ្ឋកិច្ចវាអត់ទៀងទេជួនកាលយើងចំណូលខ្ពស់មែនដល់ខ្ពស់ដល់ថ្ងៃមួយចំណូលយើងធ្លាក់ចុះដែលព្រោះតែវិបត្តិសេដ្ឋកិច្ចដូច្នេះវាធ្វើឲ្យការរំលោះរបស់យើងមានបញ្ហាហ្មងព្រោះយើងអត់មានលុយណាបង្វិលទៅកាន់ក្រុមហ៊ុនរំលោះវិញបានដែលព្រោះតែគេចំណូលធ្លាក់នោះចំណូលយើងធ្លាក់នោះនេះជារឿងគ្រោះថ្នាក់ដូច្នេះនៅពេលដែលយើងសម្រេចចិត្តនឹងបង់រំលោះអីមួយសូមមើលកប៉ៅយើងមើលចំណូលរបស់យើងមើលហើយមានកញ្ចប់ហានិភ័យធៀមបំរុងហើយនៅពេលដែលមានបញ្ហាសេដ្ឋកិច្ចកើតឡើងនេះដូច្នេះសូមពិចារណាបាទមុននឹងរំលោះកុំសបាយពេកបាទកុំសបាយគេរំលោះទូរស័ព្ទឲ្យកុំសបាយគេរំលោះម៉ូតូរំលោះឡានរំលោះដីរំលោះផ្ទះឲ្យកុំសបាយចិត្តពេកបាទខ្ញុំនិយាយអញ្ចឹងព្រោះអីដោយសារខ្ញុំមានបទពិសោធន៍ណាខ្ញុំមានបទពិសោធន៍បាទខ្ញុំមានបទពិសោធន៍រំលោះផ្ទះខ្ញុំមានបទពិសោធន៍រំលោះឡានបាទខ្ញុំមានបទពិសោធន៍ហ្នឹងហើយវាពិបាកណាពួកអីពេលខ្លះយើងពងរលុយបានទេយើងថាអើយយើងអាចរំលោះបានហើយពងរលុយបានអញ្ចឹងនឹងអាចរំលោះឡានបានអាចរំលោះផ្ទះបានហើយព្រោះលុយយើងចូលច្រើនតាហ្នឹងហើយប៉ុន្តែដល់ពេលយើងអត់គិតស្មានថាថ្ងៃមួយយើងរលុយលេងបានបាទចំណូលយើងធ្លាក់ចាយើងមានលុយណាទៅរំលោះបងទៅឲ្យឡានឲ្យផ្ទះហ្នឹងដល់លទ្ធផលចុងក្រោយជាពាក់គេវ៉ាន់កហ្នឹងហើយលក់ឡានលក់ផ្ទះសងគេវិញដដែលហ្នឹងហើយអានេះជារឿងគ្រោះថ្នាក់មួយសម្រាប់បងប្អូនដែលសបាយមលួសហ្នឹងហើយតែខ្ញុំមិនថាការមលួសខុសណាបាទយើងទៅមើលកញ្ចប់លុយយើងតើវាអាចទប់ទល់រួចអត់ហើយវាពិតជាអាចគ្រប់គ្រងហានិភ័យនៅពេលដែលបាត់សេដ្ឋកិច្ចកើតឡើងអត់បាទនេះជាចំណុចមួយដែលគ្រូពិចារណាហើយសូមទៅពិចារណាដោយការចាត់ទុកដាក់ហើយនេះជាជ្រុងមួយនៃគំនិតរបស់ខ្ញុំហ្នឹងមិនមែនថាជាការខុសខ្លាំងខ្លានេះតែជាការពិចារណាជ្រុងមួយដែលបងប្អូនអាចយកទៅពិចារណាបានបើសិនជាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនសូមជួយ like ជួយ follow ហើយជួយចែកទៅកាន់អ្នកដទៃផ្សេងទៀតបាទអរគុណ